មនុស្សចាស់ដែលទី2វិញមូលហេតុដែលឲ្យប្រសិទ្ធថតនឹងឯងជីងទៅបួសឃើញមនុស្សចាស់ជរានេះចាស់ដែលទី2ជរាដែលទី3ដែលឃើញមនុស្សស្លាប់ដែលទី4ឲ្យឃើញមនុស្សភេទអ្នកបួសមូលហេតុអីមូលហេតុចេះញាតិញោមជាពុទ្ធបរិស័ទទាំងឡាយដូចជាប្រសិទ្ធថតតាំងពីប្រសូតមករហូតប្របាទសរិសុទ្ធតនៈនឹងឯងបង្កប់ឲ្យថេរសាប្រាហាមហាបុរសនេះយ៉ាងតឹងតែងមិនឲ្យទៅចិត្តភេទអ្នកបួសទាំង4នឹងទេភេទទេវទូតទាំង4នេះទេមូលហេតុអីញាតិញោមជាពុទ្ធបរិស័ទទាំងឡាយមូលហេតុថាបើកាលណាប្រសិទ្ធនឹងឯងចេញទៅបួសនឹងអាស្រ័យឃើញទេវទូតទាំង4ក៏ប៉ុន្តែប្របាទសរិសុទ្ធតនៈជាបិតានឹងហាមឃាត់មិនឲ្យមនុស្សទាំង4ពួកនេះទៅចិត្តទេញាតិញោមមិនឲ្យទៅចិត្តសោះមួយខ្លាចថាព្រោះតែគ្មានបុត្រតែមួយទេអ្នកណាដែលសយរែកអញ្ចឹងទៅឲ្យកុំឲ្យហាមឃាត់មនុស្សទាំង4ពួកទី1មនុស្សចាស់ទី2មនុស្សជរាព្យាធិនឹងឯងមានរោមរបៀបនឹងឯងទី3មនុស្សស្លាប់ដែលទី4តាភេទអ្នកបួសព្រះអង្គឃើញភេទទាំង4ពួកនឹងឯងព្រះអង្គក៏នឿយណាយក្នុងការមកសោកអញ្ចឹងទៅព្រះអង្គតក់ស្លុតថាមនុស្សយើងសំបីតែព្រះអង្គចេញទៅកំសាន្តអុជយានលើកទី1ហ្នឹងឃើញនៅមនុស្សចាស់ជរាគាត់មិនដឹងទេព្រះមហាបុរសព្រះសុទ្ធថតមិនដឹងទេញាតិញោមពេលទៅដល់ទៅសួរថានេឆានចុះនេះជាសត្វអ្វីណោពេលហ្នឹងនេឆានថាព្រះមហាបុរសថានេះជាមនុស្សចាស់ចឹងទៅព្រះអង្គក៏បានពិចារណាថាអូមនុស្សយើងកើតមកមិនមែនក្មេងរហូតទេមនុស្សយើងនឹងកើតមកហើយតែមានចាស់ជរាអញ្ចឹងពេលដែលកន្លងទៅ4ខែទៀតក៏បានទៅកំសាន្តឧទ្យានឃើញទេវទូតទី2គឺមនុស្សដែលមានរូបរបៀបហៅថាព្យាធិនឹងឯងពេលដែលឃើញមនុស្សនឹងឯងស្រែកធ្ងោថាឈឺថាចែកគ្រប់សពបែបយ៉ាងសួរថានេឆានចុះមនុស្សនេះគេអ្វីគេអញ្ចឹងទៅមានអ្វីទៅបានតែគេស្រែកធ្ងោដូចនេះថាប្រងដូចចម្រើនគេថាមនុស្សយើងនឹងឯងតែងតែកើតមកហើយតែងតែមានចាស់ជរាតែងតែមានរូបរបៀបមានព្យាធិជាដើមតែងតែកើតឡើងហើយតែងតែមានចាស់ជរាហើយតែងតែព្យាធិជាប់ជានិច្ចជាដើមអញ្ចឹងទៅកន្លងទៅ4ខែទៀតបានតឃើញទេវទូតទី3មានភេកបានឃើញនៅទេវទូតទី3ហ្នឹងឯងដែលឃើញមនុស្សស្លាប់ទៅគេមានអង្គុយយំគ្រប់សពបែបយ៉ាងមានអ្នកគេ4អ្នកគេសែងទៅអ្នកនោះដេកស្ដុងអ្នកណាហៅក៏មិនលឺមិនឆ្លើយមួយម៉ាត់សោះសួរនឹងឯងចឹងទៅនេខានចុះមនុស្សអ្វីដែលមិនឆ្លើយហើយបានគេមាន4អ្នកគេសែងទៅហើយដេកស្ដឹងអ្នកណាហៅក៏មិនឆ្លើយនិយាយចូលក៏មិននិយាយសារសងមកវិញអញ្ចឹងទៅនេខានថាមនុស្សយើងពេលដែលស្លាប់ហើយពេលដែលមនុស្សយើងកើតហើយតែងតែចាស់ជរាហើយតែងតែមានព្យាធិហើយត្រូវតែមានសេចក្តីស្លាប់មានរណានឹងឯងអ្នកណាតែងតែកើតហើយតែងតែស្លាប់ណាបើសិនយើងមិនកើតញ៉ាំនឹងទៅថាមិនស្លាប់អញ្ចឹងទៅព្រះអង្គពិចារណានឿយណាយក្នុងការមកសោកបានវិលទៅនគរវិញបានអញ្ចឹងទៅព្រះអង្គធុញទ្រាន់ថាយើងមិនដឹងធ្វើយ៉ាងណាទេដើម្បីជីវៈអំពីសេចក្តីចាស់ជរាសេចក្តីព្យាធិនិងមរណៈនឹងទៅកន្លងទៅ4ខែទៀតព្រះអង្គទៅឧទ្យានបានតតឃើញភេទអ្នកបួសអញ្ចឹងទៅព្រះអង្គបានជ្រះថ្លាអញ្ចឹងទៅព្រះអង្គបានជ្រះថ្លាសួរថានេឆានចុះមនុស្សនឹងជាអ្វីបានថាគេមានកោសក់កោពុកមាត់អញ្ចឹងទៅមានត្រីជីវៈអញ្ចឹងទៅពេលនេឆានតាភេទអ្នកបួសជិះបានលះបង់គេអាឋានបានលះបង់នៅប្រទេសសំបែងណាដើម្បីលះបង់នៅប្រទេសសំបែងនេះដើម្បីគេមិនចំពាក់នៅកម្មទេមិនគឺថាដែលមិនលោភនៅលោភៈទោសៈមោហៈជាដើមគេលះបង់ហើយទ្រព្យសម្បត្តិគេលះបង់គេអាឋានគ្រប់សពបែបយ៉ាងដើម្បីសន្សំនៅសេចក្តីសុខជាពិសេសទៀតដើម្បីផ្ដាច់នៅកម្មពៀដើម្បីបរមសុខមានតែអ្នកបួសទេអាចនឹងណាជៀសវត្តអំពីសេចក្តីបាបកម្មគ្រប់សពបែបយ៉ាងបានរួចចម្ដោះ
បានរួចអំពីហៅថាបានយើងទៅរੂធដឹកពងពោះបានអញ្ចឹងទៅព្រះអង្គក៏បានជ្រះថ្លាអញ្ចឹងទៅបានវិលទៅនគរវិញបានពិចារណាថាអូមនុស្សយើងតែងតែកើតហើយតែងតែស្លាប់ទៅវិញជាធម្មតាយើងគ្មានអ្វីទេបើកាលណាដែលយើងមិនទៅរੂធម៌មិនទៅបួសទេយើងដូចជាទេវទូតទាំង3ខាងដើមអញ្ចឹងណាចាស់ជរាមានស្បែកហើយចឹងទៅជ្រួញថ្មេកហ្នឹងក៏វាផាត់ជួលទៅស្បែកអ្វីក៏សក់ទៅក៏វាស្កូវគ្រប់សពបែបយ៉ាងវាមិនមែនថិតថេរទេនៅត្រង់ទីកន្លែងហ្នឹងហើយបានថាមូលហេតុបានព្រះអង្គនឿយណាយក្នុងកាមសុខព្រះអង្គក៏បានតលះបង់កាមសុខហើយក៏មានសទ្ធាជ្រះថ្លាអញ្ចឹងទៅបានជិញទៅបួសដើម្បីអ្វីដើម្បីព្រះជាប្រពុតអញ្ចឹងទៅព្រះអង្គនឿយណាយក្នុងត្រង់ទីកន្លែងហ្នឹងហើយសូមមហាថេរដែលអង្គខ្ញុំកណាមជាអនុថេរបានបកស្រាយអំពីបញ្ហាដែលសំណួរដែលមហាថេរបានសួរខ្ញុំកណាតអនុថេរថាដែលប្រសិទ្ធធម៌នឹងជិញទៅបួសមូលហេតុវាមានប្រមាណយ៉ាងវាមាន4យ៉ាងដែលអង្គខ្ញុំកណាជាអនុថេរបានរាយរាប់វិញ្ញាយគ្រប់សពបែបយ៉ាងហើយសូមមហាថេរទានជ្រាបសាធុជ្រាបហើយអនុថេរហើយឃើញថាអត្ថអធិប្បាយស្រ័យបំភ្លឺឲ្យយាយតាញាតិញោមប្រុសស្រីទាំងអស់នឹងយល់អំពីមូលហេតុដែលព្រះសុទ្ធត្ថជិញបួសហើយហេតុទី1កើតយ៉ាងឡើងយ៉ាងម៉ាយាយតាញាតិញោមក៏ជ្រាបច្បាស់ហើយដោយព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គជិញបួសនឹងដោយមូលហេតុ4យ៉ាងហ្នឹងណាឃើញថាបើចោតដណ្ដឹងសួរប្រគុណម្ចាស់ជាអនិតថេនឹងតទៅទៀតឃើញថាពេលវេលាមិនអំណោយផលណាម៉ោង9គឺឬមួយម៉ោង10ហើយយាយតាញាតិញោមណាចិត្តថាម៉ោងហ្នឹងក៏ធ្វើដំណើរទៅមុខយ៉ាងប្រញាប់ហើយដូច្នោះហើយឲ្យអង្គខ្ញុំកណាអាត្មាភាពទាំងពីរអង្គចោតដណ្ដឹងសួរគ្នាតទៅវិញតទៅមកឲ្យវែងឆ្ងាយក្នុងពុទ្ធប្រវត្តិនេះក៏យាយតាញាតិញោមប្រុសស្រីទាំងអស់នឹងពិបាកនឹងស្ដាប់ពិបាកនឹងយល់ហើយក្រំតែយកកន្លែងខ្លះយាយតាប្រុសស្រីទាំងអស់នឹងបានយល់ហេតុដូច្នោះហើយខ្ញុំកណាចង់សួរតែបន្តិចទៀតទេណាប្រគុណម្ចាស់គេថាធ្វើស្រែចង់បានស្រូវឥឡូវធ្វើបិណ្ឌពុទ្ធាពិសេសទៅចង់បានអីដែរណាចង់បានបិណ្ឌចង់បានកុសលតើអ្នកដែលធ្វើបិណ្ឌពុទ្ធាពិសេសនឹងហើយរមែងមានបិណ្ឌកុសលយ៉ាងណាដែរទៅសូមប្រគុណម្ចាស់និមន្តសម្ដែងខ្លីព្រោះតែពេលវេលាយើងក៏ចិត្តអស់ហើយសូមរតនានិមន្តហើយសាធុបបិទ្ធមហាថេរដ៏ចម្រើនញាតិញោមជាពុទ្ធបរិស័ទទាំងឡាយដូចជាមហាថេរប្រងបានសួរនៃខ្ញុំកណាអនុថេរដើម្បីបកស្រាយបញ្ហានេះដើម្បីឲ្យញាតិញោមបានជ្រាបអំពីហៅថាធ្វើស្រែចង់បានស្រូវធ្វើបិណ្ឌពុទ្ធវិស័យនេះចង់បានអ្វីវិញធ្វើបិណ្ឌពុទ្ធវិស័យនេះចង់បានបិណ្ឌសូមមហាថេរជ្រាបហើយចង់បានបិណ្ឌនោះបានបិណ្ឌល្អអីឬក៏បិណ្ឌចង្អេទៅហាអនិតទេអ្នកសូមរតនានិមន្តសួរតើបានបិណ្ឌនឹងបិណ្ឌចង្អេឬបិណ្ឌល្អអីមកនឹងថាបិណ្ឌមើលមិនឃើញទៀតញាតិញោមមើលឃើញបិណ្ឌទេដូចជាមហាថេរនេះប្រហែលជាមើលឃើញបិណ្ឌមើលទៅម៉េចមើលឃើញបិណ្ឌមហាថេរខ្ញុំកាណានេះបួសប្រមាណមិនដែលឃើញមើលមិនឃើញបុណ្យណាបុណ្យវាមើលមិនឃើញទេបើសិនជាវត្ថុអីផ្សេងណាអានឹងយើងធ្វើដូចជាយើងមើលឃើញដូចជាមានដែលយើងរៀបចំនៅមហូបចំណីអាហារក្តីឬក៏ដែលយើងផ្ទះសម្បែងអ្វីអានឹងយើងមើលឃើញក៏ប៉ុន្តែសុទ្ធតែបុណ្យវាប៉ុនល្អីឬប៉ុនចឹងមិនមែនទេមហាថេរបុណ្យដែលយើងធ្វើបុណ្យពុទ្ធពិស័យនេះត្រង់ទីកន្លែងថាចេះវាបានអានិសង្សច្រើនណាស់រាប់ពេលមិនអស់បានច្រើនមែនទែនដែលយើងធ្វើបុណ្យពុទ្ធពិសេសនេះដូចជាកាលពីមុនណា
អានិសង្ឃនេះដែលយើងកសាងនេះបិណ្ឌពតិពិសេសនេះមានបុគ្គលម្នាក់ញាតិញោមហើយពេលនឹងឯងមានដែលឃើញព្រះពុទ្ធរូបនឹងឯងបាក់ដៃម្រាមដៃមួយដែលបាក់ម្រាមដៃហ្នឹងអញ្ចឹងទៅធ្វើសក្ការបូជាដែលឃើញបាក់ម្រាមដៃអញ្ចឹងទៅយកអ្វីយកដីទៅពូនឲ្យធ្វើជាម្រាមដៃឡើងមកវិញអញ្ចឹងទៅដោយអានិសង្ឃនៃសក្ការៈបូជាណាគ្រាន់តែអ្វីញាតិញោមគ្រាន់តែយកដីទៅប៉ះធ្វើទៅជាដីណាដូចជាដៃហ្នឹងវាបាក់មួយដាក់ម្រាមដៃមួយហ្នឹងឲ្យពេញជាម្រាមដៃហ្នឹងដោយអានិសង្ឃចឹងពេលដែលគាត់ស្លាប់ទៅវិញណាបានណាជាស្ដេចណាជាទេវតាអស់ពីទេវតាហើយបានកើតជាមនុស្សលោកញាតិញោមជាស្ដេចដ៏អស្ចារ្យស្ដេចមួយគេថាមហាចាញ់ញាតិញោមស្ដេចប្រមាណទាំង101នគរ101នគរហ្នឹងដើម្បីមកវាយដើម្បីយកនគរពេលហ្នឹងស្ដេចប្រាប់ស្ដេចនិមឺនគ្រប់សពបែបយ៉ាងថាព្រះអង្គបរិជារត់ចេញទៅមិនបានទេស្ដេចទាំង100អង្គ100នគរដើម្បីមកវាយនគរនេះយើងហើយពេលនឹងឯងបរិជាថាអូអ្នកឯងកុំខ្លាចពេលដែលជីកមកដល់ភ្លាមញាតិញោមមកដល់ភ្លាមគ្រាន់តែចង្អោលភ្លាមរត់បាសដៃបាសជើងអស់ញាតិញោមដោយអ្វីដោយសារអានិសង្ឃកសាងម្រាមដៃព្រះពុទ្ធរូបមួយព្រះអង្គញាតិញោមមើលឃើញទេត្រង់ទីកន្លែងចឹងបានអានិសង្ឃគ្រាន់តែចង្អោលភ្លាមសันប្រមាណក៏ចាញ់អំណាចនៃម្រាមដៃគ្រាន់តែចង្អោលអញ្ចឹងរត់បាត់អស់ខ្ទេចខ្ទីអស់ញាតិញោមអញ្ចឹងទៅស្ដេចទាំង100នគរក៏រត់បាត់ទៅអស់នោះដោយសារអ្វីដោយសារតែកសាងម្រាមដៃមួយទេចុះបើយើងកសាងណាព្រះពុទ្ធរូបតែមួយអង្គមិនដឹងថាអានិសង្ឃរាប់មិនអស់ទេញាតិញោមមើលនេះសំបីតែកសាងម្រាមដៃមួយបានប៉ុណ្ណឹងហើយតម្រាប់នឹងកសាងព្រះពុទ្ធមួយអង្គទៀតណាជាថ្មទៀតអានឹងមិនដឹងថាបានប៉ុនយ៉ាងណាទេញាតិញោមបានបិណ្ឌច្រើនបំផុតណាបានបិណ្ឌច្រើនណានៅត្រង់ទីកន្លែងដែលយើងកសាងព្រះពុទ្ធរូបជាពិសេសទៀតដើម្បីអ្វីដើម្បីធ្វើសក្ការៈបូជានោះញាតិញោមមើលឃើញមកដល់យើងកម្ចាស់ដើមទេវធានដើមបិណ្ឌកសាងព្រះពុទ្ធរូបញាតិញោមមកដល់ភ្លាមឃើញព្រះពុទ្ធរូបកសាងនមស្ការថ្វាយបង្គំនៅត្រង់ទីកន្លែងហ្នឹងមានសទ្ធាទេមានសទ្ធាមានអានិសង្ឃទេមានអានិសង្ឃហើយជាវិសេសទៀតដែលជួនពៀឃើញព្រះពុទ្ធទៅនៅក៏ឃើញអ្វីឃើញក្រែងឃើញខ្លាចអូមិនហ៊ានធ្វើបាបទេមើលព្រះពុទ្ធនៅចំពោះមុខយើងមិនហ៊ានធ្វើបាបទេនៅត្រង់ទីកន្លែងហ្នឹងឯងនឹងបានអានិសង្ឃច្រើននឹងបើយើងឃើញចំពោះមុខអីជាពិសេសទៀតឌីជាមហាទេអញ្ចឹងមកដល់ឃើញនមស្ការថ្វាយបង្គំឯងឃើញទេថ្វាយបង្គំនេះអ្នកខ្លះទៅមានមតិអញ្ចេះញាតិញោមអ្នកខ្លះទៅថ្វាយបង្គំប្រេះឲ្យថ្មសមងមិនមែនទេញាតិញោមណាយើងអធិដ្ឋានទៅជាព្រះពុទ្ធរូបហើយយើងថានេះជាព្រះពុទ្ធរូបអញ្ចឹងទៅយើងនមស្ការទៅយើងធ្វើសក្ការៈបូជាមានទាននិងធូបជាដើមដើម្បីសក្ការៈបូជាត្រង់ទីកន្លែងហ្នឹងបានអានិសង្ឃហើយនេះបានអានិសង្ឃចំពោះអ្វីចំពោះដែលញាតិញោមមកនមស្ការអញ្ចឹងដើម្បីយកបិណ្ឌរៀងខ្លួនជាពិសេសទៀតដែលម្ចាស់ដើមទេវធានដើមបុណ្យយើងធ្វើបុណ្យណាពុទ្ធិពិសេសបានអានិសង្ឃដែលអង្គខ្ញុំកណាអាត្មាភាពបានសម្ដែងខាងដើមអញ្ចឹងឥឡូវនេះមហាទេដ៏ចម្រើនខ្ញុំកណាជាអនុទេបានបកស្រាយអំពីបញ្ហាដែលសួរថាអានិសង្ឃនេះដែលយើងធ្វើស្រែតែងចង់បានស្រូវចំណែកដែលយើងធ្វើបុណ្យចង់បានអ្វីវិញដែលយើងធ្វើបុណ្យពុទ្ធិពិសេសនេះចង់បានបុណ្យនេះបានអានិសង្ឃដែលអង្គខ្ញុំកណាអនុទេបានសម្ដែងមិញចឹងឯងសូមមហាទេជ្រាបសាធុជ្រាបបាយអនុទេអីចម្លើយឆ្លើយមកឃើញថាល្មមដើម្បីយេតាងុយទេល្មមហើយក៏ល្មមចប់ណាហេតុដូច្នោះខ្ញុំកណ្ដាជាព្រះមហាទេក៏មិនហ៊ានសួរអ្វីតទៅទៀតទេយេតាឃើញតែភ្នែកយេតាអ៊ីវអស់ហើយណាបើសំដែងទៀតហ្នឹងមកក៏អ៊ីវជាងហ្នឹងទៀតហើយហេតុហ្នឹងហើយខ្ញុំកណ្ដាជាព្រះមហាទេសន្មតថាចប់ហើយដូចជាបិណ្ឌកុសលដែលយើងកសាងនៅព្រះពុទ្ធរូបហ្នឹងគឺបានបិណ្ឌបានអានិសង្ឃដូចជាអនិទ្ធិបានថ្លាថ្លែងសម្ដែងខាងដើមអញ្ចឹងណាកាលណាបើអ្នកណាថ្វាយបង្គំពេលយប់យើងnakធ្វើបិណ្ឌធ្វើសាងព្រះពុទ្ធរូបធ្វើបិណ្ឌពុទ្ធិពិសេសហ្នឹងបានបិណ្ឌពេលយប់អ្នកណាថ្វាយបង្គំពេលថ្ងៃបានបិណ្ឌពេលថ្ងៃថ្វាយបង្គំ100នាក់បានបិណ្ឌមកយើង100នាក់
នឹងគឺបានអានិសង្សច្រើនណាស់យាយតាញាតិញោមហេតុហ្នឹងហើយបានយើងខំធ្វើបិណ្ឌពុទ្ធិវិស័យមួយទៀតគឺយើងធ្វើបិណ្ឌពុទ្ធិវិស័យដើម្បីជាតំណាងឲ្យព្រះពុទ្ធសាសនាព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គទ្រង់បរិនិព្វានទៅណាជាយូរឆ្នាំ2557ឆ្នាំក៏ដោយក៏ប៉ុន្តែសាសនារុងរឿងដោយពុទ្ធបរិស័ទណាដូចជាយាយតាទាំងអស់ខំប្រឹងគោរពប្រតិបត្តិសម័យបច្ចុប្បន្ននឹងធ្វើបិណ្ឌពុទ្ធិពិសេសណាដើម្បីសរសើរនៅបរមីរបស់ព្រះពុទ្ធជាម្ចាស់ដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅធម៌ទាំង84000ប្រធមខណ្ឌឲ្យយើងយល់ច្បាស់ណាឲ្យយើងយល់ត្រឹមត្រូវហេតុហ្នឹងហើយជាផ្លូវមួយដ៏ប្រសើរជាផ្លូវមួយដ៏ល្អឲ្យយើងប្រតិបត្តិធម៌របស់ព្រះអង្គបានហេតុហ្នឹងហើយទើបមនុស្សយើងសពថ្ងៃហ្នឹងបានសុខសន្តិភាពមនុស្សលោកទាំងមូលក្នុងប្រទេសយើងកាលណាបើយើងខ្វះនៅធម៌ហើយណាប្រទេសណាក៏ដោយប្រទេសនោះរមែងដល់នៅសេចក្តីទុក្ខលំបាកកាលណាបើប្រទេសណាប្រកបដោយធម៌សាមគ្គីឬក៏ធម៌នៅក្នុងចិត្តរបស់មនុស្សហើយប្រទេសនោះស្រុកនោះភូមិនោះគឺរមែងបាននៅសេចក្តីសុខហេតុហ្នឹងហើយព្រះពុទ្ធជាម្ចាស់នៃយើងព្រះអង្គទ្រង់សម្ដែងគាថាមួយកន្លែងថាអាជីវៈកិច្ចមាតាពាំងកចាញ់ញេមរណងសុវេបានសេចក្តីថាការធ្វើបិណ្ឌកុសលគួរធ្វើឲ្យហើយណាក្នុងថ្ងៃនេះកុំចាំថ្ងៃស្អែកព្រោះថាយើងមិនដឹងថាស្លាប់ក្នុងពេលណាហេតុដូច្នោះសូមអញ្ជើញយាយតាញាតិញោមប្រុសស្រីទាំងអស់អនុមោទនាណាព្រះធម្មវិសេសទេសនាថ្លែងជារបៀបបច្ឆាវិសេចនានៅក្នុងឱកាសពេលរាត្រីនេះឃើញថាល្មមចប់សន្មតថា1ម៉ោង13នាទីល្មមចប់ហើយតែមិនចប់សូមខន្តីអភ័យទោសអំពីសំណាក់ប្រគុណម្ចាស់គ្រប់អង្គមួយលើកដោយលោកអ៊ំអាចារ្យលោកយាយលោកតាគ្រប់រូបគ្រប់គ្នាទាំងអស់ទាំងក្នុងមហាសាលនេះក្តីទាំងក្រៅមហាសាលក្តីដែលបានអញ្ជើញមកអង្គុយដោយស្ងៀមស្ងាត់ត្រង់ត្រាប់ស្ដាប់ធម្មវិសេសទេសនានៅក្នុងឱកាសវេលាគ្រានេះឲ្យបានចំណែកបិណ្ឌកុសលនឹងមួយចំណែករៀងខ្លួនទាំងអស់ក៏ប៉ុន្តែមិននឹងខ្ញុំកណាអាត្មាភាពលើកឡើងក៏ຕົកដូចជាសំខាន់តៃអភ័យទោសអំពីសំណាក់យាយតាញាតិញោមស្រីប្រុសទាំងអស់ជួនកាលអង្គខ្ញុំកណាអាត្មាភាពទាំងពីរអង្គរូបថ្លែងសម្ដែងមានប្រមាណ1ម៉ោងនេះប្រើពាក្យពេចន៍លេចឡើងពាក្យសម្ដីធ្ងន់ស្រាលយាយតាញាតិញោមពុទ្ធបរិស័ទប្រុសស្រីយ៉ាងណាសូមយាយតាញាតិញោមប្រុសស្រីទាំងអស់នោះខន្តីអភ័យទោសដល់អង្គខ្ញុំកណាអាត្មាភាពទាំងពីរអង្គផងព្រោះថាមិនមែនចេតនារមដើម្បីខ្លែងបង្កាច់ឬក៏ខ្លែងបន្លំនៅពុទ្ធអវេទរបស់ព្រះពុទ្ធជាម្ចាស់ទេគ្រាន់តែជាពាក្យខ្លះយាយតាញាតិញោមបញ្ញាក់នៅសតិអារម្មណ៍យាយតាញាតិញោមបានសប្បាយក្នុងព្រះធម៌តែប៉ុណ្ណោះហេតុដូច្នោះហើយកន្លែងណាត្រូវប្រតិបត្តិតាមកន្លែងណាមិនល្អញាតិញោមពុទ្ធបរិស័ទក៏វត្តចោលចោះព្រោះតែខ្ញុំកណាធ្វើដំណើរនិមន្តមកតាមផ្លូវហ្នឹងឃើញព្រែកឃើញគុំអស័យហ្នឹងក៏ច្រើនដែរពាក្យសម្ដីណាមិនល្អក៏វត្តវាចោលកន្លែងហ្នឹងទៅបញ្ញាគុំអស័យឬក៏ចោលក្នុងព្រែកកន្លែងណាល្អយកទុកក្នុងចិត្តហេតុដូច្នោះហើយញាតិញោមស្រីប្រុសទាំងអស់ក៏សូមដកតួនាទីចេញហើយប្រគុណម្ចាស់ជាអនិទ្ធេហ្នឹងនៅគ្រូសូត្រដដែលហើយណាឲ្យខ្ញុំកណាជាព្រះមហាថេរនៅតែជាចៅអធិការវត្តឧត្តមនីភ្នំកញ្ជើថ្មីដដែលហេតុដូច្នោះខ្ញុំកណាថ្លែងសម្ដែងមានប្រមាណប៉ុណ្ណេះក៏សន្មតនឹងបញ្ចប់តែមិនបញ្ចប់សូមលឹកខដ្ឋាទាំងពីរប្រណម្យបួងសួងដល់សកៈទេវរាជស្ដេចទេវតា3បំនៅអាយុសង្ខាយាយតាញាតិញោមស្រីប្រុសទាំងអស់ដែលបានគង់ស្ដាប់ហើយនៅអង្គុយស្ដាប់ប្រធមទេសនានៅក្នុងឱកាសពេលវេលានេះតោ3ស្រពឹកស្រពន់រុយឆ្អឹងខ្នងចុកចង្កេះចុកចង្គង់យ៉ាងណានៅតែស៊ូស្ដាប់ប្រធមទេសនាដោយទឹកមុខញញឹមញញែមណាញាតិញោមពុទ្ធទាំងខ្លឹមសាររបស់អស់លោកអ្នកញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ភ្ញាក់ឡើងកាលណាពោពេញដោយសទ្ធាជ្រះថ្លារៀបចំកាយាបំពេញកុសលសូមមកជួបនឹងព្រះច្បាស់នឹងថតតនហើយអង្គព្រះសាមេត្រីសិរីពោធិសត្វដែលព្រះអង្គទ្រង់យាងជាបន្តសាសនាកាលណាហើយសូមនិយាយតាញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់នឹងបានស្ដាប់ធម្មវិសេសទេសនារបស់ព្រះអង្គតែមួយគាថាក៏បានសម្រេចនៅព្រះអរិយមគ្គព្រះយផលលំកលនៅសម្បត្តិទាំង3គឺសម្បត្តិមនុស្សទាំងស្រីទាំងប្រុសតែងប្រាថ្នាសម្បត្តិទី2សម្បត្តិទេវតាតាមធម៌កម្មមាសុវកិល័យសម្បត្តិទី3សម្បត្តិព្រះនិព្វានអស្រេកអក្លៀនអមានវិបត្តិសតតែវិញ្ញាណយ៉ាងតាំងកេបមេវសម័យឆន្ទោសេចក្តីសម្រានតាំងទុកក្នុងហរតីញាតិញោម
ពុទ្ធបរិស័ទប្រស្រ័យយ៉ាងណាសូមឲ្យសម្រេចយ៉ាងនោះសូមពុទ្ធបរិស័ទអ្នកស្កាត់រត់ថប្រឹងស្ដាប់ដោយល្អយកជាកំណត់ទុកជាមេរៀនសម្រាប់ជីវិតកុំឲ្យងងឹតរហូតមរណាសូមអញ្ជើញអនុមោទនាយ៉ាងសង្ខេបេនសមត្តារិធម្មវិសេសទេសនាថ្លាថ្លែងសម្ដែងជារបៀបបច្ឆាវិសច្ចនាមានប្រមាណប៉ុណ្ណេះក៏សិនមត់ចាប់ដោយសង្ខេបបែបវតនោតេណាសទ្ធាសម្បត្តិសទ្ធាសម្បត្តិសត្យកាំសត្យកាំនពេនសង្ឃតាំនពេនសង្ឃតាំអាសវកយាវាំអាសវកយាវាំហន្តអនាគតកាលេអនាគតកាលេបូជាដោយប្រពៃសូមអើយបានជាបច្ច័យនាំមកនៅតជាទីអតោថ្ងៃដល់អនាគតទៅអែមុខនោះពីដងពោបីដងពោសាធុទុកមកពេលនេះគេថាសម័យដើមទានវិធានដើមប៉ុនមាននៃជាងនឹងមានឋានរករួមកូនចៅទាំងអស់គ្នានិយាយថាមកក្នុងបទកាពុទ្ធបរិស័ទទាំងអស់គ្នាចំណងមានសិទ្ធិជ្រះថ្លាប្រកបដោយសម្មាទិដ្ឋិបំពេញបញ្ញវសារពេលនេះបានរតនេមន្តរកគុណគ្រប់ព្រះអង្គដើម្បីសន្ទនាធម្មទានថាទេសនាពេលនេះថាបុជាថាទេសនាពេលនេះយើងបានជាតំណាងសម័យដើមទានវិធានដើមប៉ុនក្នុងសូមវងតម្រង់ក្នុងហើយដើមជាវិធានដើមប៉ុនទាំងអស់ទុកអីក៏ទទួលអត្តមនិយផលក៏យទីកប់ចិត្តទាំងពីរសម្រាប់ដើមជាវិធានដើមប៉ុនក៏គុណជាចៅបានពេញអក្សរពេលនេះដើម្បីសោនឹងទៅប្រទេសពុទ្ធលោដល់ប្រាណពេលនៃផ្នែកទៀតសំសផ្សាយនៅពេលកសិជាជួនបានដើម្បីដើមជាវិធានដើមប៉ុនកូនចៅទាំងអស់នឹងនិយាយថាបាសោបាសិកាទេយោនិកាពុទ្ធបរិស័ទយើងទាំងអស់នេះជួយបានរីសុខសេរីចម្រុងចម្រើនទោះបីចង់ប្រកបនៅសម្បត្តិទាំងឡាយ3សម្បត្តិមួយសម្បត្តិទេវតាសម្បត្តិព្រះទេពណាយ៉ាងណាសូមនៅបានសម្រេចដោយទីក្តីប្រាថ្នាសូមជើញអនុមោទនាសូមជើញអនុមោទនាទូអីទាំងខ្ញុំធ្វើឲ្យប្រកបនៅសង្សារមកជន់តតបានដែលកូនចៅបានធ្វើនៅអំបានជាកូនតសូមទាំងឲ្យបានដល់តមិនដល់ចាយ៉ាងណាកូនសៅទាំងអស់នឹងសូមទីបញ្តាទេវតាសូមមានចិនមេត្តាផលទាំងអស់នឹងជូនទៅឲ្យខ្ញុំផងដោយបំណងកំបីត្វែងកូនចៅនៅឯណែមិនប្រែបញ្ជូនមកសូមមានចិនរីក្រែងសូមសប្បាយតយ៉ាងកូនចៅបានលៃឡំបញ្ជូនមកលោកប្រាគ្នាដើម្បីសុខសានាងឲ្យបាននៅសងជាកូនចៅទាំងអស់គ្នាបានបូជាជូនទៅតាមពីនេះទៅវាជួយយកនេះទេដើម្បីនិមន្តព្រះគុណគ្រប់ព្រះអង្គទៅសក្ការៈកណាទានដើម្បីឆាកឲ្យពុទ្ធមានការរៀនការជាកាត់ជានឹកញោមហើយដូច្នេះគេថាសូមពងលើពុទ្ធបរិរតនត្រ័យដើម្បីសូមផ្ដេកកម្មពីលើកាយកម្មជាកម្មរកម្មចាត់កម្មពីពេលនោះកាយក៏ជាសុខដូចគ្នាប្រាថ្នា
trong ai không gặp nên môn rồi cùng group họ là về chào សម្មាសម្ពុទ្ធិសនិមោថាសភគវេតងអរហតោសម្មាសម្ពុទ្ធិ សនាបដិគាធម្មវិទ្យាវិសតេតិកម្មាតិកាធម្មសង្កណាបករណំ យមសម្បតញ្ញយវេទនេវេទនេបច្ចយតនហតនាបច្ចយឧបទានឧបទានបច្ចយភវភវបច្ចយចេតជា បច្ចយាច ចរិមរណសកបទេវតកតមនសបាយសាសម្ភវន្តេវមេតាសកេវលសតោកាំ តាសសមុទយោ អតាវេជាយតវេវាសេសវិរេកនិរោតិសង្ឃាននិរោធសង្ឃាននិរោតិនិមរោ និរោធនិយម មរោបនិរោតិសលាយតនិរោធសលាយតនិរោតិផាសនិរោធផាសនិរោតិវេទនិ និរោធវេទនិនិរោធយត តណានិរោធតណានិរោតិបាតិនិរោធបាតិនិរោតិភេវនិរោធភេវនិរោតិចេតនិរោធ និរោធយត ចរិមរណសកបទេវតកតមនសបាយសានិរញ្ចតេវមេតាសកេវលសតោកា បញ្ចសនិរោធ ហន្តេនិកិមតិមោនិកមសតិមោនិកាតយ៉ាងេកកលសតិមោសាបាសលោកាសសតេ សេសេវត អមោយតិតានអនិកតតង្វតលំតរំអចិរំវតយ៉ាងកាយោ តវងអតិសេសតិចន្តោ យហន្តមញ្ញភវន្តោតទេសេ រតាវតលឹង តរំយតាទានទេនកោបាលោគិវបច្ចេតកោចរង្អេវញ្ចរិចមៃតិកាយោ បញ្ចេតិបាននិ េតាកេចេតាបតិតាតមហង្កតមយសមេចន្តសមតផលគឺបច្ចេតិកោមួយបសម្បល់កាយមួយ ឯសំមួយកម្លាំងមួយ ដើម្បីចម្រើនឱកាសជាលែងដល់អ្នកដែលមានសេចក្តីអន់កាយថ្វាយបង្គំដល់ព្រះរតនត្រ័យជាប្រកដីនឹងឬដែលចម្រើនដោយវ័យដូចចាប្រឹងជាចាអ្នកទាំងឡាយទាំងបុរសទាំងស្ត្រីនោះចូលបាននៅប្រយោជន៍បាននៅសេចក្តីសង្ឃចូលចម្រើនក្រៅព្រះពុទ្ធសាសនា ឲ្យមានរក ឲ្យបាននៅសេចក្តីសោប្រំតញ្ញេទាំងឡាយព្រមគ្នាសូមបាននៃចន្ទដែលជ្រះថ្លាក្រំបរតនត្រ័យនៅផលនៃចូលជា សម្រាប់ចូលជា ជាផលសម្រាប់ចូលជាផលសម្រាប់ សាធុសាធុសាធុអនុសង្ឃសតិទឹកចិត្តរបស់សម្បៃដល់ទានវិធានដល់បងកូនចៅទាំងអស់គ្នាបានថាអើយលោកតាវិចម្លងប្រាថ្នាយ៉ាងណាយ៉ាងណាសូមបានសម្រេចដូចគេប្រាថ្នាអតមកេណវន្តងសង្ឃញ្ចតុទន្តមសង្ឃេយោកលតន្តោសង កម្មតតាំមមពុកាមញ្ញំភោចនាងសម្ពេលបន្តមមចេតសាទេហន្តសព្ពេងសំងាងកលនៃប្រពន្ធក្រុមព្រះអង្គសម្បតមេអនុភាវេណាដោយ ទាំងពួងសម្មាសង្ឃានុភាវេណាដោយអនុភាពនៃព្រះសង្ឃទាំងពួងសូមទេអន្តតរន្តរងសូមសេរីមានដល់ខ្ញុំអើយបានក្រុមព្រះកំបីមែនចន្លោះឡើយយីតាថាថាទៅសិនទៅយីតាទៅក្រៅទៅសិនទៅ Người dân ta cho bé cái bàn chấm như thế bàn chấm có cái nắp nhưng mà sao con cái nắp nó lỏng ra thôi có gì lớn Bình Bì
มาสการโปรดเตียงจิยันโตสสบารมีระบบสัมมาสัมพุทธนาภมรชันเดียปิเบติปะตุปันติสังกะเรปุญญาธัมเมสังเกงอภิปุญญยามิเมตตาปิตาตินังกุณวันตานังจะไม่ให้จะติกรันตังยะสกายะนะโมตัสสะภะคะวะโตอะระหะโตพุทธังสรณังเกจามิธัมมังสรณังเกจามิสังฆังสรณังเกจามิตุติยัมปิปุญญิสรณังเกจามิตุติยัมปิธัมมังสรณังเกจามิตุติยัมปิสังฆังสรณังเกจามิตุติยัมปิปังฆังสรณังเกจามิตุติยัมปิธัมมังสรณังเกจามิตุติยัมปิสังฆังสรณังเกจามิเตปะเตเกเนจยันตาโพธิยโมเลสัพยานังอาติวันตโนเอวังเวงวิจยาหาวิจยาสิจยังให้กะเลง Palang เตเสเสปัตวิปากะเรนภิเสเกสาปโปเกนังอาคาปะเตเปสกนาสมหัตตากัสยันตังพระมจาริสุปเตขินังกายกัมมังเวจากัมมังปเตขินังปเตเกเนจยันตาโพธิยโมเลสัพยานังนาเทวันตโนเอวันกวันกะเนปะรัง Lang เสเสปัตวิปากะเรนภิเสสหะเตเปสกนาสมหัตตา